អស់គ្នាថ្ងៃនេះហាខ្ញុំនឹងមកសួរបងប្អូនប្រជាជនខ្មែរយើងថាតើលុយ 10000 រៀលគាត់អាចទិញអ្វីបានខ្លះចង់ដឹងតោះទៅសួរជាមួយខ្ញុំទាំងអស់គ្នាតើលុយ 10000 រៀលតើអូនអាចទិញអ្វីបានខ្លះខ្ញុំទិញបានបាយ5000ហើយកាហ្វេអស់3000សល់2000ទិញនំប៉័ងសម្រាប់ខ្ញុំ10000រៀលទី1គឺខ្ញុំចំណាយទៅលើអាហារពេលផឹកអញ្ចឹងបាយគឺមួយចានខ្ញុំចាយអស់4000ហើយសម្រាប់កាហ្វេគឺអស់3000អញ្ចឹងនៅសល់3000ទៀតគឺខ្ញុំមកត្រៀមទុកចាក់សាំងសម្រាប់ធ្វើដំណើរប៊ីចេង500 1000អញ្ចឹងទៅស្ករម្រេចគេលក់1000 1000អញ្ចឹងណាចោះបងឲ្យកូនមួយថ្ងៃទៅរៀនប៉ុន្មានដែរបងកូនទៅរៀនមក2000ចាលុយ 10000បងអាចទិញអ្វីបានខ្លះចាក់សាំងជាង2លីត្របង10000លុយ 10000អាចចំណាយទិញកៅអៅកញ្ជុះក្រុមឆាត15000ហើយស្បែកជើងក្រុមឆាតដែរ15000ដូចគ្នាអញ្ចឹងទៅសរុបទៅវា10000ដែរចាអាហ្នឹងវាបានប្រយោជន៍ដែរយើងពាក់បានដូចគ្នាដោយដែលអ្នកទាំងអស់គ្នាបានស្ដាប់មុននឹងហើយអញ្ចឹងលុយ 10000 រៀលបងខ្លះគឺគាត់អាចបានចំណាយច្រើនមុខខ្លាំងមែនតែម្ដងប៉ុន្តែសម្រាប់បងខ្លះគ្រាន់តែចាក់សាំងក៏គាត់អស់ដែរឬក៏មួយទេតែកាហ្វេប្រែមកកែវ 10000 រៀលមិនអាចទិញបានផងប៉ុន្តែប្រសិនជាអ្នកទាំងអស់គ្នាយកលុយ 10000 រៀលនេះបរិច្ចាគចូលមូលនិធិកុម្ពបុប្ផាវិញគឺអាចជួយអាយុជីវិតទីរស់នៅកុមារនៅកម្ពុជារាប់ម៉ឺននាក់ដែលពិតជាត្រូវការជំនួយពីអ្នកទាំងអស់គ្នាខ្លាំងមែនតែម្ដងចូលរួមអ្នកតិចដើម្បីចូលរួមចំណែកជួយទីរស់និងកុមារនៅកម្ពុជាអញ្ចឹងចូលរួមបរិច្ចាគទាំងអស់គ្នាណាបាយបាយ